ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងបានបង្ហាញនូវការកោតសរសើរចំពោះឯកឧត្តមសសុពុត្រាអភិបាលខេត្តស្ទឹងត្រែងដែលមានភាពប៉ិនប្រសប់ច្នៃប្រឌិតក្នុងការអភិវឌ្ឍខេត្តស្ទឹងត្រែងឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់និងបានដោះស្រាយនូវបញ្ហាជាប់គាំងជាយូរមកហើយដោយឈរលើគោលការណ៍ឈ្នះទាំងអស់គ្នាដើម្បីឲ្យខេត្តស្ទឹងត្រែងមានការអភិវឌ្ឍថ្លែងដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី11អាណត្តិទី4របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី3ខែមេសាឆ្នាំ2025ឯកឧត្តមឈៀងឡាក់ប្រធានក្រុមប្រឹក្សាខេត្តបានលើកឡើងថាសូមកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះឯកឧត្តមសសុពុត្រាអភិបាលខេត្តស្ទឹងត្រែងដែលបានអភិវឌ្ឍខេត្តប្រកបដោយភាពច្នៃប្រឌិតនិងនាំខេត្តស្ទឹងត្រែងឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនទៅមុខជាបន្តបន្ទាប់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែងមានប្រសាសន៍ថាអ្វីដែលកាន់តែគួរឲ្យកោតសរសើរទៀតនោះគឺឯកឧត្តមអភិបាលខេត្តបានដោះស្រាយនៅបញ្ហាជាប់គាំងជាយូរមកហើយដែលពុំមានថ្នាក់ដឹកនាំណាអាចដោះស្រាយបាននោះទេគឺដោះស្រាយបញ្ហាស្ថានីយ៍ប្រេងឥន្ធនៈចិត្តរង្វង់មូលថ្មីនិងយកមកធ្វើជាសួនច្បារដោយការដោះស្រាយនេះឈរលើគោលការណ៍ឈ្នះទាំងអស់គ្នាដោយតម្កល់ផលប្រយោជន៍រួមរបស់ប្រជាជននាឱកាសនេះផងដែរឯកឧត្តមឈៀងឡាក់ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែងរួមទាំងសមាជិកក្រុមប្រឹក្សាអាណត្តិទី4បានលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មន្ទីរអង្គភាពនានានិងអាជ្ញាធរក្រុងស្រុកត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានិងចូលរួមឲ្យបានសកម្មក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឲ្យមានភាពរីកចម្រើនទន្ទឹមនឹងនេះត្រូវថែរក្សាការពារឲ្យបាននៅសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជាពិសេសអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានចូលមកដល់នៅពេលខាងមុខដ៏ខ្លីនេះគួរបញ្ជាក់ផងដែរថាកិច្ចប្រជុំសាមញ្ញលើកទី11អាណត្តិទី4របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងនាពេលនេះមានរបៀបវារៈសំខាន់មួយចំនួនដែលត្រូវលើកឡើងយកមកពិនិត្យពិភាក្សានិងអនុម័តដូចជាទី1ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុលើកិច្ចប្រជុំសាមញ្ញលើកទី10អាណត្តិទី4របស់ក្រុមប្រឹក្សាខេត្តទី2ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនាឆ្នាំ2025និងផែនការបន្តរបស់រដ្ឋបាលខេត្តទី3ពិនិត្យនិងអនុម័តលើសេចក្តីសម្រេចស្តីពីការកែសម្រួលសមាជិកភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តស្ទឹងត្រែងនិងទី4ពិនិត្យនិងអនុម័តលើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្ដល់សេវារដ្ឋបាលសម្រាប់បុគ្គលិកមន្ត្រីរាជការប្រចាំខែកុម្ភៈឆ្នាំ2025